រឿងនេះចាប់ផ្ដើមនៅផ្សារទំនើបមួយកន្លែងដែលអតីតមិត្តប្រុសរបស់នាងសារ៉ាដែលជាអ្នកមានស្តុកស្ដំបានមកបង្កការរំខានដល់នាងហើយកាហ្វេមួយកែវក៏បានកំពប់លើស្បែកជើងកែងច្នៃដែលមានតម្លៃ100លានវុនរបស់នាងមានការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលបុរសវ័យក្មេងម្នាក់លេចមុខនៅចំពោះមុខនាងគេបានលុតជង្គង់ចុះហើយចាប់ផ្ដើមជូតស្នាមប្រឡាក់នៅលើស្បែកជើងរបស់នាងដោយប្រើអាវរបស់គេដោយឃើញហេតុការណ៍នេះអតីតមិត្តប្រុសរបស់នាងកាន់តែមានកំហឹងបន្ទាប់មកសារ៉ាបានសុំបុរសនោះណាត់ជួបប៉ុន្តែគេបែរជាចាប់អារម្មណ៍ទៅលើកាបូបដែលនៅតុកគិតលុយទៅវិញទើបគេបដិសេធនាងដោយឃើញបែបនេះសារ៉ាក៏ដកកាត់អិនទៀនពណ៌ខ្មៅមាសរបស់នាងចេញមកហើយទិញកាបូបមកល្បីៗទាំងអស់នោះតែម្ដងថ្ងៃបន្ទាប់នាងបានទៅផ្ទះរបស់គេផ្ទាល់ដើម្បីសុំរៀបការឪពុកម្ដាយរបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយងឿងឆ្ងល់ថាហេតុអ្វីបានជាកូនស្រីរបស់ពួកគេក្លាយជាមនុស្សធ្ងន់ធ្ងរដល់ថ្នាក់នេះតាមពិតទៅសារ៉ាគឺជាអ្នកស្នងមរតកនៃអាណាចក្រអាជីវកម្មដ៏ធំមួយប៉ុន្តែបន្ទាប់ពីឪពុកម្ដាយរបស់នាងលែងលះគ្នាបងប្រុសចុងរបស់នាងបានក្លាយជាគូប្រជែងដ៏ធំមួយសម្រាប់ការដណ្ដើមមរតកនេះបច្ចុប្បន្នសារ៉ាមានការសង្ស័យថាបងប្រុសចុងរបស់នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងម្នាក់នៅពេលដែលនាងកំពុងស៊ើបអង្កេតបុរសចម្លែកម្នាក់ក៏លេចមុខមកនៅពេលដែលសារ៉ាបដិសេធមិនទទួលយកជំនួយពីគេបុរសនោះបាននិយាយពាក្យមួយឃ្លាដែលធ្វើឲ្យនាងមិនអាចបដិសេធបានសារ៉ាដ៏គួរឲ្យអាណិតត្រូវបង្ខំចិត្តបត់ភួយជាមួយគេបន្តិចម្ដងចម្ងាយរវាងពួកគេក៏កាន់តែខិតជិតគ្នាហើយសារ៉ាក៏មិនអាចផ្ដោតអារម្មណ៍លើការស៊ើបអង្កេតរបស់នាងបានឡើយក្រោយមកទើបដឹងថាបុរសនោះឈ្មោះយុនហាវហើយតារាសម្ដែងស្រីនោះបានដាក់អន្ទាក់សារ៉ាដើម្បីរារាំងនាងថ្ងៃមួយសារ៉ាបានទៅហាងកាហ្វេមួយកន្លែងដែលស្រីៗនៅលីវទាំងអស់កំពុងសម្លឹងមើលបុរសម្នាក់នាងឃើញថាវាគឺជាអ៊ុនជូដែលកំពុងធ្វើការជាអ្នកឆុងកាហ្វេដំបូងឡើយនាងមិនចាប់អារម្មណ៍នឹងគេទេប៉ុន្តែនៅពេលដែលនាងទទួលបានការបញ្ចុះតម្លៃដល់ទៅ2ដងនៅពេលគិតលុយនិងមានគំនូររូបបេះដូងនៅលើកែវកាហ្វេរបស់នាងក៏ចាប់ផ្ដើមញញឹមចាប់ពីថ្ងៃនោះមកមិនថាសារ៉ាទៅទីណាទេអ៊ុនជូហាក់ដូចជាតែងតែលេចមុខនៅទីនោះសូម្បីតែនៅផ្សារទំនើបគេក៏លេចមុខនៅចំពោះមុខនាងហើយបានជូនផ្កាកុលាបក្រហមមួយទងដោយស្ងៀមស្ងាត់ទៀតផងសារ៉ាមានការងឿងឆ្ងល់ដោយគិតថាវាជាស្ទីលនៃការចែកចង់បែបថ្មីប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលសារ៉ាកំពុងធ្វើការនៅក្នុងការិយាល័យរបស់នាងក៏មានការរំខាននៅខាងក្រៅបុរសដឹកជញ្ជូនម្នាក់បានចូលមកដោយមិនមានការអនុញ្ញាតពីលេខាសារ៉ាមានការខឹងបន្តិចប៉ុន្តែបុរសដឹកជញ្ជូននោះបានទទូចថាគេនឹងប្រគល់សម្បត្តិឲ្យតែអ្នកទទួលផ្ទាល់តែប៉ុណ្ណោះហើយថែមទាំងទាមទារចង់ឃើញអត្តសញ្ញាណប័ណ្ណរបស់សារ៉ាទៀតផងដោយមានការខឹងសម្បាសារ៉ាបានបោះអត្តសញ្ញាណប័ណ្ណលើប៉ុន្តែនៅពេលបន្ទាប់នាងក៏ដឹងថាបុរសដឹកជញ្ជូននោះមិនមែនជាអ្នកណាផ្សេងក្រៅពីអ៊ុនជូឡើយពេលនេះសារ៉ាចាប់ផ្ដើមសង្ស័យថាបុរសម្នាក់នេះកំពុងតែធ្វើអ្វីមួយមិនខានប៉ុន្តែអ៊ុនជូដែលគួរឲ្យអាណិតក៏ត្រូវបានគេយល់ច្រឡំដែរក្តីស្រមៃរបស់គេគឺចង់ក្លាយជាបូជាចារនៅថ្ងៃណាមួយហើយដើម្បីសម្រេចក្តីស្រមៃនេះគេត្រូវធ្វើការងារច្រើនមុខប៉ុន្តែរឿងរ៉ាវរបស់សារ៉ានិងអ៊ុនជូមិនបានបញ្ចប់ត្រឹមនេះទេតាមពិតទៅឪពុករបស់សារ៉ាមកពីគ្រួសារអ្នកមានក្នុងនាមជាកូនប្រសារដែលធ្វើឲ្យគាត់ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីបង្កើតទីតាំងរបស់ខ្លួនប៉ុន្តែដោយសារតែជាស្ត្រីដ៏មានអំណាចសារ៉ាតែងតែត្រូវបានអ្នកដទៃវិនិច្ឆ័យថ្ងៃមួយសារ៉ាបានចូលរួមក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននៅក្រុមហ៊ុនដែលនាងមានអារម្មណ៍ថាទេពកោសល្យរបស់នាងទីបំផុតត្រូវបានគេទទួលស្គាល់ប៉ុន្តែពួកអ្នកជំនួញចាស់បែរជាលេងសើចបែបថោកទាបទៅវិញជំនួសឲ្យការទទួលស្គាល់ទេពកោសល្យរបស់នាងដោយឮរឿងទាំងអស់នេះសារ៉ាមានអារម្មណ៍ថាត្រូវបានគេប្រមាថយ៉ាងខ្លាំងប៉ុន្តែនាងមិនអាចតតាំងជាមួយម្ចាស់ភាគហ៊ុនបានឡើយដោយកំហឹងនាងបានបញ្ចេញអារម្មណ៍ខឹងសម្បាខណៈពេលកំពុងលាងឡានរបស់នាងនោះហើយជាពេលដែលនាងឃើញអ៊ុនជូនៅទីនោះអ៊ុនជូបាននិយាយថាគេនឹងរ៉ាប់រងថ្លៃលាងឡានប៉ុន្តែគេសុំតែត្រឹមកាហ្វេមួយកែវជាការតបស្នងប៉ុណ្ណោះសារ៉ាបានយល់ព្រមទិញកាហ្វេឲ្យគេប៉ុន្តែនៅពេលពួកគេអង្គុយនៅក្នុងហាងកាហ្វេសារ៉ាបានកំងស្តេកសម្រាប់ខ្លួននាងខណៈពេលដែលអ៊ុនជូគ្រាន់តែអង្គុយមើលដោយមានអារម្មណ៍គួរឲ្យអាណិតសារ៉ាមិនបានចែករំលែកអារម្មណ៍របស់នាងទេប៉ុន្តែនាងបានសួរអ៊ុនជូថាហេតុអ្វីបានជានាងតែងតែជួបគេគ្រប់ទីកន្លែងការចៃដន្យនេះហាក់ដូចជាចម្លែកសម្រាប់នរណាម្នាក់ប៉ុន្តែក្តីស្រមៃពិតប្រាកដរបស់អ៊ុនជូគឺចង់ក្លាយជាបូជាចារដែលប្រៀបបាននឹងការក្លាយជាតាបោះម្ដាយរបស់គេមិនយល់ស្របនឹងរឿងនេះទាល់តែសោះហើយពួកគេក៏ឆ្លោះគ្នាយ៉ាងខ្លាំងជាចុងក្រោយអ៊ុនជូបានចាកចេញពីផ្ទះហើយសម្រេចចិត្តធ្វើការងារយ៉ាងខ្លាំងដើម្បីធានាអនាគតហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់គេនៅថ្ងៃណាមួយម្យ៉ាងវិញទៀតសារ៉ាទោះបីជាមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក៏ដោយក៏នាងជាមនុស្សមិនសូវរៀបរយក្នុងជីវិតរបស់នាងដែរភូមិគ្រឹះដ៏ប្រណីតរបស់នាងបានក្លាយជាកន្លែងរញ៉េញ៉ៃទាំងស្រុងថ្ងៃមួយនៅពេលនាងឃើញថាផ្ទះខ្វក់ដល់កម្រិតណានាងក៏បានទូរស័ព្ទទៅក្រុមហ៊ុនសេវាកម្មសម្អាតហើយទាមទារឲ្យពួកគេបញ្ជូនអ្នកសម្អាតចំនួន10នាក់ប៉ុន្តែនៅពេលអ្នកសម្អាតមកដល់សារ៉ាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រុមហ៊ុនបានបញ្ជូនបុរសតែម្នាក់ប៉ុណ្ណោះហើយគេមានកម្លាំងខ្លាំងក្លាណាស់ហើយបុរសម្នាក់នេះមិនមែនជាអ្នកណាផ្សេងក្រៅពីអ៊ុនជូឡើយទោះជាយ៉ាងណាក៏ដោយអ៊ុនជូមិនបានដឹងសូម្បីតែបន្តិចថាផ្ទះដែលរញ៉េញ៉ៃនោះគឺជាផ្ទះរបស់សារ៉ាឡើយនៅពេលឃើញបន្ទប់គេគិតក្នុងចិត្តថាឥឡូវខ្ញុំយល់ហើយថាហេតុអ្វីបានជាអតិថិជនទាមទារអ្នកសម្អាតដែលមានកម្លាំងខ្លាំងគេចាប់ផ្ដើមការងាររបស់គេហើយសារ៉ាក៏មានការចាប់អារម្មណ៍ចំពោះជំនាញរៀបចំរបស់គេបន្ទាប់ពីអ្វីគ្រប់យ៉ាងមានសភាពល្អឥតខ្ចោះនៅពេលដែលអ៊ុនជូកំពុងរៀបនឹងចេញទៅវិញគេបានកត់សម្គាល់ឃើញថាចង្គៀងភ្ជួរលើពីដានក្នុងផ្ទះបានបាក់គេគិតថាគេនឹងជួយជួសជុលវាប៉ុន្តែដោយការធ្វើប្រហែសមួយចង្គៀងនោះក៏ធ្លាក់ចុះមកហើយបែកខ្ទេចខ្ទីអស់ពេលនេះអ៊ុនជូកំពុងស្ថិតក្នុងស្ថានភាពតក់ស្លុតតើចង្គៀងដ៏ប្រណិតនេះមានតម្លៃប៉ុន្មានទៅសារ៉ាបានត្រឡប់មកផ្ទះវិញហើយម្ដងទៀតវាត្រូវបានបង្ហាញឲ្យឃើញថាពិភពលោកនេះតូចខ្លាំងណាស់ចង្គៀងដែលអ៊ុនជូបានធ្វើបែកនោះមានតម្លៃ 5.8 វុនអ៊ុនជូបាននិយាយថាគេនឹងសងប្រាក់វិញដោយធ្វើការអាសារ៉ាប៉ុន្តែនាងបានបដិសេធភ្លាមហើយនិយាយថាគេគួរតែសងលុយដោយផ្ទាល់តែម្ដងទោះជាយ៉ាងណាក៏ដោយអ៊ុនជូបានទទូចថាគេនឹងមកសម្អាតផ្ទះជារៀងរាល់ថ្ងៃរហូតទាល់តែសងបំណុលរួច
សារ៉ាមានការសង្ស័យបន្តិចអំពីការជួបបរិសម្នាក់មកធ្វើជាអ្នកសម្អាតផ្ទះប៉ុន្តែអ៊ុនយូបានរំលឹកដោយធម្មតាថាគេហៀបនឹងក្លាយជាបូជាចារហើយគេគ្មានចំណាប់អារម្មណ៍លើស្ត្រីឡើយដោយយេបែបនេះសារ៉ាក៏គិតថាផ្ទះដែលធ្លាប់រញ៉េញ៉ៃលើនេះស្អាតស្អំល្អហើយជាមួយនឹងការវិភាគដ៏មានញឹករបស់នាងការមានជំនួយការម្នាក់នឹងមានប្រយោជន៍ដូច្នេះនាងក៏យល់ព្រមថ្ងៃបន្ទាប់ពួកគេបានទៅផ្សារទំនើបជាមួយគ្នាដើម្បីទិញរបស់របរចាំបាច់សម្រាប់ផ្ទះប៉ុន្តែនៅពេលឃើញពួកគេគ្មាននរណាម្នាក់ជឿឡើយថាពួកគេជាជើហ្វៃនីនិងកូនឈ្នួលនោះទេពួកគេមើលទៅដូចជាគូស្នេហ៍មិនយូរប៉ុន្មានអ៊ុនយូក៏ត្រូវបានមិត្តរួមការងារចាស់ម្នាក់របស់គេខាត់សារ៉ាចាប់ផ្ដើមសម្គាល់ឃើញថាបុរសម្នាក់នេះធ្លាប់ធ្វើការងារផ្សេងគ្នាជាច្រើនពីព្រោះគ្រប់ទីកន្លែងដែលពួកគេទៅហាក់ដូចជាមាននរណាម្នាក់ស្គាល់គេសារ៉ាដែលជាធម្មតាមានភាពស្ងប់ស្ងាត់ពេលនេះចាប់ផ្ដើមមានការចង់ដឹងចង់ឃើញយ៉ាងខ្លាំងថ្ងៃនោះមានកិច្ចប្រជុំជំនួញកម្រិតខ្ពស់មួយទៀតម្ចាស់ភាគហ៊ុនចាស់មួយចំនួនចាប់ផ្ដើមនិយាយរឿងដដែលដោយនិយាយថាស្រីគឺគ្រាន់តែសម្រាប់មើលទៅស្អាតហើយមិនស័ក្តិសមសម្រាប់តួនាទីដឹកនាំឡើយសារ៉ាបានព្យាយាមគ្រប់គ្រងកំហឹងរបស់នាងប៉ុន្តែនៅពេលនាងឃើញថាពួកគេមិនអោយនាងបម្រើភេសជ្ជៈសូម្បីតែបន្តិចគ្រាន់តែដោយសារនាងជាស្រីនាងកាន់តែមានអារម្មណ៍ឈឺចាប់ហើយក៏ដើរចេញពីកិច្ចប្រជុំម្ចាស់ភាគហ៊ុនទាំងនេះប្រហែលជាភ្លេចទៅហើយថាសារ៉ាមានបងប្រុសចុងម្នាក់ឈ្មោះជូសាយូទោះបីជាពួកគេតែងតែប៉ះទង្គិចគ្នានៅពេលនិយាយដល់ការប្រមាថសារ៉ាក៏ដោយក៏ជូសាយូបានប្រតិកម្មភ្លាមថ្ងៃបន្ទាប់គាត់បានប្រមានម្ចាស់ភាគហ៊ុនទាំងនោះដោយផ្ទាល់ថាប្រសិនបើពួកគេចង់បន្តធ្វើការនៅក្រុមហ៊ុនពួកគេត្រូវតែគោរពសារ៉ាបើមិនដូច្នោះទេពួកគេនឹងត្រូវគេបណ្តេញចេញពីការងារមិនទាន់អស់ត្រឹមនេះទេយប់នោះជូសាយូបានចូលទៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនមួយទៀតហើយបានប្រមានពួកគេដោយចំហាយជាថ្មីម្ដងទៀតប្រសិនបើមាននរណាម្នាក់ប្រមាថសារ៉ាឬបង្ខំឲ្យនាងបម្រើភេសជ្ជៈគ្រាន់តែដោយសារនាងជាស្ត្រីនោះវានឹងមិនមែនជារឿងល្អសម្រាប់ពួកគេឡើយនិយាយចប់គាត់ក៏ដើរចេញទៅតាមស្ទីលដែលពោពេញដោយភាពអង់អាចរបស់គាត់នៅពេលដែលសារ៉ាត្រឡប់មកដល់ផ្ទះថ្ងៃនោះនាងមានអារម្មណ៍ហត់នឿយខ្លាំងរហូតដល់នាងគ្មានកម្លាំងនឹងលុបគ្រឿងសម្អាងចេញឡើយប៉ុន្តែអ្នកសម្អាតផ្ទះដ៏ឆ្លាតវៃនិងសង្ហារបស់នាងគឺយុនហាវបានចូលទៅជួយនាងភ្លាមស្របពេលនោះដែរក៏មានសម្លេងកណ្ដឹងទ្វារវាគឺជាជូសាយូដោយឃើញបងប្រុសសារ៉ាមានការភិតភ័យយ៉ាងខ្លាំងហើយបានសុំឲ្យយុនហាវលាក់ខ្លួនភ្លាមប្រសិនបើបងប្រុសនាងដឹងថានាងមានបុរសម្នាក់ធ្វើជាអ្នកសម្អាតផ្ទះគាត់ប្រកាសជាមិនជឿឡើយយុនហាវបានលាក់ខ្លួននៅក្នុងបន្ទប់គេងជាមួយកូនឆ្កែតូចមួយប៉ុន្តែភ្លាមនោះក៏មានសម្លេងឆ្កែប្រុសយ៉ាងខ្លាំងជូសាយូបានយល់ពីស្ថានភាពទាំងអស់ប៉ុន្តែបាននិយាយលេងសើចថាគាត់ចាំបាច់ត្រូវចូលទៅខាងក្នុងដើម្បីពិនិត្យមើលសារ៉ាបានបដិសេធដោយអន្ទះសារហើយដោយឃើញភាពភ័យស្លន់ស្លោរបស់នាងជូសាយូក៏ញឹមរួចចាក់ចេញទៅបន្ទាប់ពីគាត់ចេញទៅយុនហាវបានចេញមកដោយស្ងៀមស្ងាត់សុំទោសសារ៉ាហើយជូនប្រអប់ស្ករគ្រាប់ដ៏ស្រស់ស្អាតមួយជាអំណោយពេលនេះផ្ទះដែលធ្លាប់តែមានអារម្មណ៍ថាស្ងាត់ជ្រងំបានក្លាយជាមានជីវិតវិញដោយសារយុនហាវគេមិនត្រឹមតែរៀបចំផ្ទះរបស់សារ៉ាបានយ៉ាងល្អឥតខ្ចោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងចាប់ផ្ដើមមើលថែជីវិតរបស់នាងទៀតផងសារ៉ាបានចែករំលែករាល់ភាពតានតឹងក្នុងមុខជំនួញរបស់នាងជាមួយគេដោយគ្មានការស្ទាក់ស្ទើរប៉ុន្តែថ្ងៃមួយសារ៉ាចាប់ផ្ដើមមានការសង្ស័យតើយុនហាវមានគោលបំណងអ្វីផ្សេងទៀតឬនៅពេលនាងស៊ូគេចំចំយុនហាវបានឆ្លើយដោយមិនស្ទាក់ស្ទើរថាមែនហើយខ្ញុំចង់បានលុយរបស់អ្នកតាមពិតទៅយុនហាវគឺជាអ្នកស្ម័គ្រចិត្តនៅព្រះវិហារក្តីស្រមៃរបស់គេគឺចង់ជំរុញឲ្យសារ៉ាចេះជួយអ្នកក្រីក្រដោយយេបែបនេះសារ៉ាក៏សាច់ហើយនិយាយថាប្រសិនបើអ្នកចង់ឲ្យខ្ញុំបរិច្ចាគអ្នកត្រូវតែផ្ដល់ស្នាមញឹមមួយមកឲ្យខ្ញុំចូលចិត្តស្នាមញឹមរបស់អ្នកយុនហាវក៏ញឹមយ៉ាងគួរឲ្យស្រឡាញ់ភ្លាមហើយគ្រាន់តែប៉ុណ្ណឹងបេះដូងរបស់សារ៉ាក៏លាយថ្ងៃបន្ទាប់ការបរិច្ចាគប្រាក់10លានត្រូវបានផ្ដល់ជូនព្រះវិហារគ្រូរបស់យុនហាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានប្រាប់គេថាស្នាមញឹមរបស់គេគឺជាអំណោយដ៏ពិសេសមួយហើយគួរតែប្រើប្រាស់វាឲ្យបានត្រឹមត្រូវចាប់ពីពេលនោះមកយុនហាវតែងតែបង្ហាញស្នាមញឹមដ៏តាក់ទាញរបស់គេដល់សារ៉ាជាញឹកញាប់ហើយរាល់ពេលដែលគេធ្វើបែបនោះអំណោយថ្មីៗនឹងត្រូវបានផ្ញើទៅព្រះវិហារដំបូងឡើយការបរិច្ចាគគឺមានតែរបស់របរហូបចុកប៉ុណ្ណោះប៉ុន្តែបន្តិចម្ដងវាបានពង្រីកទៅជាកុំព្យូទ័រយួរដៃនិងស្មាតហ្វូនតាមរយៈដំណើរការនេះការផ្លាស់ប្ដូរដ៏ធំបំផុតបានកើតឡើងចំពោះសារ៉ាស្ត្រីអ្នកជំនួញដែលធ្លាប់តែត្រជាក់ត្រជុំបានផ្លាស់ប្ដូរយឺតទៅជាក្មេងស្រីដ៏គួរឲ្យស្រឡាញ់និងរីករាយទោះបីជាភាពថ្លៃថ្នូរដូចម្ចាស់ស្ត្រីរបស់នាងនៅតែមានក៏ដោយក៏នាងបានបង្កើតភាពស្លូតត្រង់នៅខាងក្នុងខ្លួននាងដែរថ្ងៃមួយកូនឆ្កែតូចរបស់យុនហាវបានរត់បាត់សារ៉ានិងយុនហាវបានរត់តាមរកវាហើយនៅពេលពួកគេទៅដល់មាត់ទ្វារតារាសម្ដែងល្បីម្នាក់ក៏លេចមុខមកបរិយាកាសក៏ចាប់ផ្ដើមតានតឹងនេះគឺជាតារាសម្ដែងស្រីតែម្នាក់ដែលសារ៉ាធ្លាប់បានស៊ើបអង្កេតដោយសាររឿងស្នេហារបស់បងប្រុសនាងជូសាយូដោយឃើញយុនហាវរស់នៅក្នុងផ្ទះរបស់សារ៉ាការយល់ច្រឡំមួយក៏កើតឡើងភ្លាមសារ៉ាកំពុងតែនឹងនិយាយបញ្យល់ប៉ុន្តែពេលនោះយុនហាវបានទាញនាងចូលទៅខាងក្នុងនាងមានការភ្ញាក់ផ្អើលប៉ុន្តែបន្ទាប់មកយុនហាវក៏ធ្វើឲ្យនាងភ្ញាក់ផ្អើលមួយទៀតគេនិយាយថាចង្កៀងដែលគេធ្វើបាក់នោះមិនមានតម្លៃថ្លៃដល់ថ្នាក់នោះទេគេបានសងលុយនិងផ្ដល់អំណោយហើយនិយាយលាសារ៉ាយ៉ាងផ្លូវការសារ៉ាមានអារម្មណ៍រាប់ពាន់ចំពុកនៅក្នុងចិត្តប៉ុន្តែនាងគ្មានលេសអ្វីដើម្បីខាត់គេឡើយបន្ទាប់មកជាលើកដំបូងបំផុតសារ៉ាដែលមិនដែលបង្ហាញអារម្មណ៍នៅចំពោះមុខនរណាម្នាក់បានសួរសំណួរដែលនឹកស្មានមិនដល់ទៅកាន់បុរសម្នាក់ដែលមានអាយុតិចជាងនាង12ឆ្នាំក្នុងថ្ងៃកំណើតរបស់នាងឪពុករបស់នាងបានផ្ញើផ្កា calendar ដែលមានន័យថាសុភមង្គលនឹងមកដល់សារ៉ាមានអារម្មណ៍កក់ក្ដៅបន្តិចនៅក្នុងចិត្តថ្ងៃបន្ទាប់គឺជាពិធីជួបជុំគ្រួសារហើយនាងគិតថាប្រហែលជាវាសម្រាប់ថ្ងៃកំណើតរបស់នាងប៉ុន្តែនៅពេលនាងឃើញតារាសម្ដែងស្រីនៅទីនោះអារម្មណ៍របស់នាងក៏ផ្លាស់ប្ដូរវាបានបង្ហាញថាពិធីនេះគឺសម្រាប់បងប្រុសរបស់នាងសាយូនិងមិត្តស្រីរបស់គាត់ទោះជាយ៉ាងណាក៏ដោយសាយូបានដកអំណោយមួយចេញមកហើយជូនដល់សារ៉ាវាមានន័យថាគាត់មិនបានភ្លេចថ្ងៃកំណើតរបស់នាងទេបន្ទាប់ពីពិធីជប់លៀងនៅពេលសារ៉ាកំពុងចាក់ចែងតារាសម្ដែងស្រីនោះបានខាត់នាងការយល់ច្រឡំនៅតែមានរវាងពួកគេប៉ុន្តែអ្វីដែលនាងនិយាយបានធ្វើឲ្យសារ៉ាឈឺចាប់នៅក្នុងចិត្តប្រៀបដូចជានាងរកឃើញហេតុផលឬកំពុងរងចាំលេសអ្វីមួយសារ៉ាបានទូរស័ព្ទហៅយុនហាវ
ប៉ុន្តែយន្តហោបាននិយាយថាគេកំពុងធ្វើការដោយយាយបែបនេះសារ៉ាបានទូរស័ព្ទម្ដងទៀតយន្តហោមិនបានចាប់អារម្មណ៍នឹងវានោះទេប៉ុន្តែមិនយូរប៉ុន្មានក្មេងស្រីម្នាក់បានមកជួបគេហើយនិយាយថាជាហ្វាយរបស់អ្នកហើយណាស់គេព្យាយាមបញ្យល់ថាគេកំពុងធ្វើការប៉ុន្តែពេលនោះក្មេងស្រីនោះបាននិយាយចំថាហាងនឹងបិទនៅថ្ងៃនេះយន្តហោនិងម្ចាស់ហាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពួកគេដឹងថាជាហ្វាយរបស់គេបានទិញហាងនេះអង្គុយនៅទៅអាហារជាមួយសារ៉ាយន្តហោបានគិតថាសារ៉ាកំពុងតែមានអារម្មណ៍មិនល្អម្ដងទៀតដោយសារតែពួកបរិសុទ្ធចាស់ទាំងនោះប៉ុន្តែសារ៉ាបានបញ្យល់ថាលើកនេះគឺដោយសារតែគ្រួសាររបស់នាងពិធីជប់លៀងថ្ងៃកំណើតរបស់នាងដែលនាងគិតថានាងត្រូវបានគេអញ្ជើញនោះតាមពិតទៅគ្មានអ្វីពាក់ព័ន្ធនឹងនាងឡើយយន្តហោបាននិយាយដោយអន្តេសថាខ្ញុំបានឃើញអត្តសញ្ញាណប័ណ្ណរបស់អ្នកថ្ងៃកំណើតរបស់អ្នកមិនមែនថ្ងៃនេះទេសារ៉ាបានបញ្យល់យ៉ាងរហ័សថាថ្ងៃកំណើតពិតរបស់ខ្ញុំគឺខុសពីអ្វីដែលមាននៅលើអត្តសញ្ញាណប័ណ្ណយន្តហោបានចងចាំរឿងនេះក្នុងចិត្តគេហៅអ្នករត់ទៅមកហើយសុំទូទាត់វិក័យប័ណ្ណសារ៉ាបានបដិសេធប៉ុន្តែយន្តហោបានទទូចលើចំណុចរបស់គេល្ងាចនោះនៅពេលសារ៉ាចាក់ចេញពីកន្លែងធ្វើការយន្តហោកំពុងរងចាំនៅខាងក្រៅក្បែរការិយាល័យរបស់នាងសារ៉ាមានអារម្មណ៍ប្លែកបន្តិចដែលយន្តហោកំពុងធ្វើសកម្មភាពបែបនេះប៉ុន្តែបន្ទាប់មកយន្តហោបានដកនំខេកថ្ងៃកំណើតមួយចេញមកគេគិតថាសារ៉ាមិនបានញ៉ាំនំខេកក្នុងថ្ងៃកំណើតរបស់នាងហើយគេចង់ធ្វើឲ្យនាងមានក្តីសុខនៅពេលសារ៉ាឃើញយន្តហោជាមួយនំខេកនឹងទៀននាងមានអារម្មណ៍កក់ក្ដៅយ៉ាងចម្លែកនៅក្នុងចិត្តសារ៉ាបាននិយាយថាខ្ញុំបានទទួលផ្កាមួយតងក្នុងថ្ងៃកំណើតរបស់ខ្ញុំដែលភាសាផ្កាមានន័យថាសុភមង្គលនឹងមកដល់យន្តហោមានការភ្ញាក់ផ្អើលនៅពេលរឿងនេះហើយទឹកមុខរបស់គេកាន់តែមានភាពស្មុគស្មាញសារ៉ាដកដង្ហើមធំហើយមានអារម្មណ៍ថាដូចជានាងយល់ពីអារម្មណ៍របស់យន្តហោដោយមិននិយាយអ្វីទៀតសារ៉ាបានបែរក្រោយហើយដើរចេញទៅយន្តហោឈរកាន់នំខេកប្រៀបដូចជាគេត្រូវបានគេបដិសេធត្រឡប់ទៅការិយាល័យវិញសារ៉ាមិនបានប្រតិកម្មដូចសពដងឡើយនាងមិនមានការព្រួយបារម្ភយំឬមានអារម្មណ៍សោកសៅទេផ្ទុយទៅវិញនាងបានប្រណម្យដៃហើយបួងសួងប្រៀបដូចជានាងកំពុងបួងសួងសុំឲ្យយន្តហោត្រឡប់មកវិញយន្តហោដែលនៅតែមិនអាចយល់ពីការបដិសេធរបស់សារ៉ាបានបន្តគិតអំពីពាក្យសម្ដីរបស់នាងនៅក្នុងចិត្តនៅពេលដើរកាត់ហាងផ្កាមួយគេមិនអាចទប់ទល់នឹងការចង់ដឹងចង់ឃើញរបស់គេបានឡើយគេបានសួរម្ចាស់ហាងថាតើផ្កាអ្វីដែលមានភាសាផ្កាថាសុភមង្គលនឹងមកដល់ម្ចាស់ហាងបានបង្ហាញគេនៅផ្កាកេលិនដឺលេឬផ្កាស្បៃរឿងហើយនិយាយថាផ្កានេះមានអត្ថន័យមួយទៀតគឺសេចក្តីស្រឡាញ់ដ៏មេត្តានិងភាពសោកសៅនៃការបែកបាក់នៅពេលនោះសារ៉ាក៏កំពុងមើលផ្កាតែមួយនោះហើយអានអត្ថន័យដូចគ្នាដែរបន្ទាប់មកថ្ងៃមួយសារ៉ាបានឃើញយន្តហោមកជួបនាងម្ដងទៀតហើយនៅក្នុងដៃរបស់គេមានផ្កាស្បៃរឿងនោះទាន់តែសារ៉ាដើរទៅជិតគេយន្តហោក៏ហុចផ្កានោះទៅឲ្យនាងក្តីសង្ឃឹមរបស់សារ៉ាបានប្រែក្លាយទៅជាការខកចិត្តយ៉ាងឆាប់រហ័សសកម្មភាពរបស់យន្តហោគឺពិតជាធ្វើឲ្យនាងឈឺចាប់ខ្លាំងណាស់ព្រោះនាងយល់ថាចិត្តល្អរបស់គេតាមពិតទៅកំពុងតែធ្វើឲ្យនាងឈឺចាប់កាន់តែខ្លាំងលើកនេះសារ៉ាមិនបានខ្ជះខ្ជាយពេលទៀតទេនាងបែរក្រោយហើយដើរចេញទៅប៉ុន្តែយន្តហោបាននិយាយពាក្យមួយឃ្លាសារ៉ាសម្លឹងមើលគេយ៉ាងជ្រាលជ្រៅរួចឆ្លើយតបវិញយន្តហោនៅតែមានការងឿងឆ្ងល់ប្រហែលជាក្នុងរយៈពេលខ្លះអារម្មណ៍របស់គេចំពោះសារ៉ាបានផ្លាស់ប្ដូរប៉ុន្តែការផ្លាស់ប្ដូរនេះពិតជាលំបាកខ្លាំងសម្រាប់គេហើយគេសម្រេចចិត្តថាគេនឹងឆ្លងកាត់ឧបសគ្គនេះដោយខ្លួនឯងភ្ញៀវដែលមិននឹកស្មានដល់ម្នាក់បានមកដល់ការិយាល័យរបស់សារ៉ានៅថ្ងៃនេះគាត់គឺជាបុរសម្នាក់ដែលបានមកដោយចិត្តណាដើម្បីផ្ដល់សារពិសេសមួយដល់សារ៉ាឈ្មោះរបស់គាត់គឺ Choi Kei-ho ដែលកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញនៅពេលសារ៉ាហៀបបែបនេះទឹកមុខរបស់នាងចាប់ផ្ដើមមានភាពស្មុគស្មាញសារ៉ាដឹងថាទោះបីជាកើតមកពីឪពុករបស់នាងនិងអតីតភរិយារបស់គាត់ក៏ដោយក៏នាងគឺជាបេក្ខជនម្នាក់សម្រាប់ការស្នងមរតកដែរប៉ុន្តែបងប្រុសរបស់នាងឈឺសេយឺដែលជាចៅប្រុសពិតប្រាកដរបស់ប្រធានក្រុមប្រឹក្សាពិបាលលេនគឺមានសិទ្ធិគ្រប់គ្រាន់ជាងឥឡូវនេះប្រសិនបើសារ៉ាត្រូវប្រកួតប្រជែងជាមួយបងប្រុសរបស់នាងនឹងត្រូវការការគាំទ្រពីខាងក្រៅហើយ Choi Kei-ho គឺជាការគាំទ្រនោះដែលត្រូវបានពិភាក្សាពីមុនសម្រាប់ការរៀបការសារ៉ាមានអារម្មណ៍ថាការរៀបការនេះគ្រាន់តែជាកិច្ចព្រមព្រៀងជំនួញប៉ុណ្ណោះប៉ុន្តែឥឡូវនេះដោយសារយន្តហោបានចូលមកក្នុងជីវិតរបស់នាងចាប់ផ្ដើមមានការងឿងឆ្ងល់ប្រសិនបើនាងមិនរៀបការនាងនឹងចាញ់ការប្រយុទ្ធដណ្ដើមមរតកជាមួយបងប្រុសរបស់នាងប៉ុន្តែប្រសិនបើនាងរៀបការតើនឹងមានអ្វីកើតឡើងចំពោះយន្តហោដោយសម្លឹងមើលផ្កា calendar នៅក្នុងការិយាល័យរបស់នាងសារ៉ាក៏ប្រមូលភាពក្លាហានចេញពីខាងក្នុងនាងបានទូរស័ព្ទទៅយន្តហោភ្លាមយន្តហោកំពុងនៅព្រះវិហារនៅពេលនោះកំពុងនិយាយជាមួយបូជាចារអំពីអារម្មណ៍របស់គេបូជាចារបានប្រាប់គេថាប្រហែលជាប្រសិនបើគេស្លៀកឈុតបូជាចារគេនឹងរកឃើញចម្លើយចំពោះការសម្រេចចិត្តរបស់គេយន្តហោបានធ្វើតាមដំបូន្មានរបស់បូជាចារហើយចាប់ផ្ដើមដើរឆ្ពោះទៅច្រកចូលព្រះវិហារក្នុងឈុតបូជាចារនៅពេលនោះសារ៉ាក៏បានមកដល់ព្រះវិហារដែរហើយការឃើញយន្តហោបានធ្វើឲ្យបេះដូងរបស់នាងទន់ជ្រាយបន្តិចនាងគិតថាប្រហែលជាយន្តហោបានសម្រេចចិត្តរួចហើយពេលនេះគេត្រៀមខ្លួនរួចរាល់ហើយសារ៉ាសម្លឹងមើលយន្តហោនៅពេលគេចុះពីជណ្ដើរហើយទឹកភ្នែកក៏ហូរពេញភ្នែកនាងយន្តហោដឹងថាសារ៉ាចាំបាច់ត្រូវយល់ប៉ុន្តែនៅពេលនោះសារ៉ាឈប់ស្ដាប់យន្តហោបានដើរតាមសារ៉ាហើយទៅដល់ផ្ទះរបស់នាងសារ៉ាមានអារម្មណ៍ថាគេកំពុងព្យាយាមដោះសារចំពោះសកម្មភាពរបស់គេប៉ុន្តែយន្តហោបាននិយាយថាខ្ញុំដឹងថាអ្នករៀបការហើយគូដណ្ដឹងរបស់អ្នកគឺ Choi Kei-ho ទឹកមុខរបស់សារ៉ាផ្លាស់ប្ដូរភ្លាមព្រោះក្នុងពេលដែលនាងពិតជាមានទំនាក់ទំនងជាមួយគូដណ្ដឹងរបស់នាងមែនប៉ុន្តែនាងមិនដែលចែករំលែកអារម្មណ៍ពិតរបស់នាងឡើយនៅពេលនោះ Choi Kei-ho ក៏បានចូលមកដល់គាត់គឺជាគូដណ្ដឹងរបស់សារ៉ាហើយជាមួយនឹងអបកិរិយាបែបអភិជនរបស់គាត់បានសម្លឹងមើលពួកគេទាំងពីរនាក់សារ៉ាដឹងថានេះមិនមែនជាពេលដែលត្រូវនិយាយទេទើបនាងប្រាប់ឲ្យយន្តហោចាក់ចេញ Choi Kei-ho ដែលចូលមកបង្ហាញអំណាចរបស់គាត់បានរំលឹកសារ៉ាថាអ្វីទាំងអស់គឺជាជំនួយសម្រាប់គាត់បានប្រាប់នាងថាគាត់មានចំណុចខ្សោយមួយអំពីស៊ឺសេយឺសារ៉ាគិតថាព័ត៌មាននេះប្រហែលជាសំខាន់សារ៉ាបានទៅជួបបងប្រុសរបស់នាងគឺសេយឺហើយមើលកំណត់ត្រាវិទ្យាសាស្ត្រដែល Choi Kei-ho បានផ្ដល់ឲ្យ
คุยเสียมีជំងឺពិការភ្នែកមុខមាត់បន្ទាប់ពីគ្រោះថ្នាក់ប្រសិនបើសារ៉ាត្រូវធ្វើអ្វីមួយប្រឆាំងនឹងបងប្រុសរបស់នាងនេះអាចជាចំណុចខ្សោយដ៏ធ្ងន់ធ្ងរមួយប៉ុន្តែនៅពេលសារ៉ាដឹងរឿងនេះបេះដូងរបស់នាងក៏ភ្លឺស្វាងឡើងនាងបានក្រោកឈរប្រឆាំងនឹង Choi Kei-ho បន្ទាប់មកសារ៉ាក៏បានផ្លាស់ប្ដូរគោលចំហរបស់នាងទាំងក្នុងមុខជំនួញនិងជីវិតផ្ទាល់ខ្លួន Choi Kei-ho មិនពេញចិត្តនឹងការផ្លាស់ប្ដូរនេះទេហើយដោយកំហឹងគាត់បានបោះលុយនៅលើផ្លូវសារ៉ាមានអារម្មណ៍ស្អប់បន្តិចនៅពេលឃើញរឿងនេះនៅពេលនោះសារ៉ាបានសម្រេចចិត្តអញ្ជើញយុនហាវទៅណាត់ជួបគ្នាប៉ុន្តែនៅពេលយុនហាវឃើញកាបូបថ្មីមួយនៅក្នុងហាងគេបានមិនអើពើនឹងការអញ្ជើញរបស់សារ៉ាបន្តិចប៉ុន្តែសារ៉ាបានដកកាត់ពណ៌ខ្មៅរបស់នាងចេញមកហើយទិញកាបូបម៉ាកល្បីទាំងអស់បន្ទាប់មកទាំងយុនហាវនិងសារ៉ាក៏ទៅទូបលក់អាហារតាមផ្លូវតូចមួយអារម្មណ៍របស់សារ៉ានៅតែលីលំគ្នាប៉ុន្តែបេះដូងរបស់នាងបានទន់ជ្រាយបន្តិចប្រៀបដូចជាអ្វីដែលចាស់និងថ្មីកំពុងតែលាយបញ្ចូលគ្នាចិត្តរបស់សារ៉ារៀងសោកសៅបន្តិចនៅពេលនាងគិតថាយុនហាវពេលនេះបានក្លាយជាបូជាចាទៅហើយដូច្នេះនាងកំពុងព្យាយាមបង្ហាញអារម្មណ៍របស់នាងដោយភាពធម្មតាបំផុតនៅពេលយុនហាវគាត់សម្គាល់ឃើញអកិរិយារបស់នាងគេក៏និយាយចំចំទៅកាន់នាងសារ៉ាបានឆ្លើយតបថ្នមៗថានាងគឺជាស្ត្រីអាក្រក់និងខ្លាំងខ្លាយហើយនាងគ្រាន់តែចង់ឲ្យពួកគេនៅជាមិត្តនឹងគ្នាបន្តទៀតយុនហាវញឹមបន្តិចហើយសារ៉ាក៏នៅតែបន្តសម្លឹងមើលគេថ្ងៃបន្ទាប់សារ៉ាបានប្រាប់អ្នកគ្រប់គ្នានៅក្នុងពិធីជប់លៀងគ្រួសាររបស់នាងអំពីការសម្រេចចិត្តរបស់នាងនាងបានប្រកាសជាចំហប្រាប់អ្នកគ្រប់គ្នាថានាងនឹងមិនរៀបការជាមួយ Choi Kei-ho ឡើយព្រោះនាងមិនស្រឡាញ់គាត់ទាល់តែសោះឪពុករបស់សារ៉ាបានគាំទ្រការសម្រេចចិត្តរបស់នាងហើយបានឈរនៅខាងនាងយ៉ាងរីករាយបងប្រុសរបស់សារ៉ាបានដឹងរួចហើយថាការសម្រេចចិត្តរបស់សារ៉ាមិនមែនគ្រាន់តែជារឿងមិនរៀបការជាមួយ Choi Kei-ho ប៉ុណ្ណោះទេប៉ុន្តែវាក៏ជារឿងការធ្វើអ្វីមួយដោយសម្ងាត់ប្រឆាំងនឹងបងប្រុសរបស់នាងទៀតផងការលាតត្រដាងនេះបានធ្វើឲ្យបេះដូងអ្នកគ្រប់គ្នាធូរស្រាលហើយឧបសគ្គនៃការរៀបការក៏ត្រូវបានដកចេញបន្ទាប់ពីអាហារពេលល្ងាចសារ៉ានិងបងប្រុសរបស់នាងកំពុងចាក់ចេញពីផ្ទះវាជាលើកទី1ដែលសារ៉ាបានហៅបងប្រុសរបស់នាងដោយស្មោះត្រង់ហើយបង្ហាញពីការសម្រេចចិត្តរបស់នាងសារ៉ាគិតថាពេលនេះនាងមិនចាំបាច់ប្រយុទ្ធជាមួយបងប្រុសដើម្បីដណ្ដើមមរតកទៀតទេព្រោះនាងមានអ្វីផ្សេងទៀតនៅក្នុងចិត្តការសម្រេចចិត្តល្អមួយទៀតប៉ុន្មានថ្ងៃក្រោយមក Choi Kei-ho បានដឹងថាការរៀបការត្រូវបានលុបចោលគាត់បានទៅការិយាល័យរបស់សារ៉ាដោយកំហឹងសារ៉ាឈរដោយភាពស្ងប់ស្ងាត់ហើយប្រាប់គាត់ថានាងចង់លុបចោលការរៀបការ Choi Kei-ho មានកំហឹងយ៉ាងខ្លាំងហើយនិយាយថាខ្ញុំគ្រាន់តែជួយអ្នកព្រោះខ្ញុំគិតថាអ្នកអស់សង្ឃឹមតែប៉ុណ្ណោះរួចគាត់ក៏គំរាមនាងប៉ុន្តែនៅពេលសារ៉ាមិនឆ្លើយតប Choi Kei-ho ក៏ទប់កំហឹងរបស់គាត់ហើយចាកចេញពីការិយាល័យសារ៉ាបានសម្លឹងមើលយុនហាវដោយស្ងៀមស្ងាត់ដែលគេនៅតែមោះមុតក្នុងការសម្រេចចិត្តរបស់គេមុខរបស់សារ៉ាមានស្នាមញញឹមការសម្រេចចិត្តរបស់នាងគឺត្រឹមត្រូវទាំងស្រុងយុនហាវបានត្រឡប់ទៅផ្ទះវិញហើយនិយាយជាមួយគ្រួសាររបស់គេបន្ទាប់ពីរយៈពេលយូរគ្រួសាររបស់គេដែលពីមុនបានប្រឆាំងនឹងការសម្រេចចិត្តរបស់គេក្នុងការក្លាយជាបូជាចាឥឡូវនេះបានគាំទ្រគេវិញយុនហាវមានអារម្មណ៍មិនស្រួលបន្តិចដោយសារគេឃើញពេលនេះមិនសូវស្រួលប៉ុន្មានទេគេមិនបាននិយាយអ្វីហើយក៏ចូលទៅក្នុងបន្ទប់របស់គេឪពុកម្ដាយរបស់គេមិនបាននិយាយអ្វីទេប៉ុន្តែបងស្រីរបស់គេបានយល់ពីអ្វីទាំងអស់បងស្រីរបស់គេបានសួរយុនហាវភ្លាមថាតើគេកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកណាទេនាងបង្ហាញការចង់ដឹងចង់ឃើញយ៉ាងខ្លាំងហើយរំខានយុនហាវក្នុងពេលជាមួយគ្នានោះរថយន្តប្រណីតមួយបានឈប់ក្បែរយុនហាវនិងបងស្រីរបស់គេបងស្រីរបស់គេបានឃើញឡាននោះហើយបន្ទាប់មកបានកត់សម្គាល់ឃើញស្ត្រីដ៏ស្រស់ស្អាតម្នាក់ចុះពីឡាននាងគិតថាតើនរណាទៅហើយដោយភាពភ្ញាក់ផ្អើលនាងនិយាយថាយុនហាវបានជ្រើសរើសក្មេងស្រីដ៏ស្រស់ស្អាតបែបនេះសម្រាប់ខ្លួនគេសារ៉ាគិតថាបងប្រុសរបស់នាងនឹងចាក់ចេញពីយុនហាវដូច្នេះនាងមានអារម្មណ៍ព្រួយបារម្ភបន្តិចយុនហាវមានការងឿងឆ្ងល់ប៉ុន្តែគេមានពេលវេលាដ៏រីករាយជាមួយសារ៉ានៅក្នុងឡានពួកគេបានធ្វើឲ្យទំនាក់ទំនងរបស់ពួកគេคล้ายជាផ្លូវការហើយចេញទៅញ៉ាំអាហារពេលល្ងាចនៅទីនោះពួកគេបានពិភាក្សាអំពីគម្រោងអនាគតរបស់ពួកគេយុនហាវបាននិយាយថាពេលនេះគេមិនคล้ายជាបូជាចាទៀតទេគេកំពុងគិតរកការងារផ្សេងនៅពេលសារ៉ាថាយុនហាវកំពុងគិតចង់คล้ายជាចៅក្រមនាងមានការភ្ញាក់ផ្អើលបន្តិចព្រោះការប្រឡងធ្វើចៅក្រមនៅកូរ៉េខាងត្បូងគឺពិបាកខ្លាំងណាស់ប៉ុន្តែយុនហាវបានញឹមហើយប្រាប់នាងថាគេបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យសេអ៊ូលដូច្នេះវាពិតជាអាចទៅរួចសម្រាប់គេសារ៉ាដឹងថាគឺជាមូលហេតុដែលគ្រួសាររបស់យុនហាវមិនចង់ឲ្យគេคล้ายជាបូជាចាព្រោះវាជាការលំបាកសម្រាប់គ្រួសារណាក៏ដោយក្នុងការទទួលយកជំរើសអាជីពបែបនេះសម្រាប់កូនរបស់ពួកគេបន្ទាប់ពីអាហារពេលល្ងាចសារ៉ាបានសុំជូនយុនហាវត្រឡប់ទៅផ្ទះវិញពួកគេបាននិយាយអំពីការជួបឪពុកម្ដាយរបស់គ្នាទៅវិញទៅមកហើយយុនហាវមានអារម្មណ៍ថាការឃើញស្ថានភាពគ្រួសាររបស់សារ៉ាប្រហែលជាធ្វើឲ្យគេមានសម្ពាធខ្លាំងនៅពេលសារ៉ាចេញមកជូនយុនហាវនាងបាននិយាយថាអ្នកមិនបានបង់ថ្លៃឡានរបស់អ្នកទេយុនហាវមានការងឿងឆ្ងល់បន្តិចប៉ុន្តែចុងក្រោយគេក៏សម្រេចចិត្តជូនសារ៉ាត្រឡប់ទៅវិញថ្ងៃបន្ទាប់នៅពេលសារ៉ាទៅទទួលយុនហាវពីសាលាមិត្តរួមថ្នាក់ម្នាក់បានទាក់ទាញចំណាប់អារម្មណ៍របស់នាងសារ៉ាដំបូងឡើយចង់មិនអើពើនឹងគាត់ប៉ុន្តែពេលឃើញយុនហាវមិត្តរួមថ្នាក់នោះក៏ចាប់ផ្ដើមច្រណែនបន្តិចសារ៉ាបានកត់សម្គាល់ឃើញថាយុនហាវលែងចូលចិត្តភាពច្រណែនរបស់មិត្តគេទៀតហើយសារ៉ាបានយល់ថាក្នុងរយៈពេលនេះទំនាក់ទំនងរបស់ពួកគេបានផ្លាស់ប្ដូរឥឡូវនេះយុនហាវចាប់ផ្ដើមមានភាពប្រច័ណ្ឌលើសារ៉ាហើយសារ៉ាគិតថាការយល់ច្រឡំអាចកើតឡើងនាពេលអនាគតដូច្នេះនាងបានសម្រេចចិត្តឈប់សម្រាកមួយថ្ងៃដើម្បីផ្ដល់ពេលវេលាផ្ទាល់ខ្លួនខ្លះដល់យុនហាវហើយទៅលេងផ្ទះរបស់គេដើម្បីនិយាយជាមួយឪពុកម្ដាយរបស់គេនៅពេលសារ៉ាទៅផ្ទះរបស់យុនហាវនាងបានប្រាប់ឪពុកម្ដាយរបស់គេចំថាពួកគេចាំបាច់ត្រូវនិយាយអំពីអាជីពរបស់ពួកគេនេះនឹងធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលប៉ុន្តែគោលបំណងរបស់សារ៉ាគឺដើម្បីបង្ហាញយុនហាវថាទំនាក់ទំនងរបស់ពួកគេលែងគ្រាន់តែជារឿងរវាងពួកគេទាំងពីរនាក់ទៀតហើយប៉ុន្តែវាបានក្លាយជាការបដិញ្ញាចិត្តដ៏ផ្លូវការមួយបន្ទាប់ពីនេះជីវិតរបស់សារ៉ានិងយុនហាវក៏កាន់តែមានផាសុកភាពនិងភាពធូរស្រាលហើយពួកគេបានដោះស្រាយសម្ពាធរវាងគ្រួសាររបស់ពួកគេជាមុនសិនមុនពេលដោះស្រាយបញ្ហានៅក្នុងខ្លួនពួកគេផ្ទាល់
ពួកគេចាប់ផ្ដើមចំណាយពេលជាមួយគ្នានៅក្នុងពិភពរបស់ពួកគេផ្ទាល់ហើយពេលនេះពួកគេមិនខ្លាចអ្វីទៀតឡើយហើយជាមួយគ្នានោះរឿងនេះក៏បញ្ចប់ត្រឹមនេះ